global version នឹងមិនហើយ China version នឹងមិនហើយចុះ global firmware នោះវាយ៉ាងម៉េចវិញអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកស្រាយលម្អិតពាក់ព័ន្ធជាមួយនឹងប្រភេទទូរស័ព្ទចំនួន4មិនមែន3ដែលខ្ញុំនិយាយមិញហ្នឹងទេគឺយើងនិយាយទាំង global version China version global firmware ក៏ដូចជា modified firmware អូខេឥឡូវយើងចាប់ផ្ដើមពី global version ក៏ដូចជា China version ទៅមុនថាតើវាខុសគ្នាមិនអញ្ចឹងជារួមទៅអញ្ចេះទេ global version ជាមួយ China version ជាធម្មតាគឺគេនិយាយផ្ដោតតែទៅលើទូរស័ព្ទដែលមានប្រភពមកពីប្រទេសចិនឧទាហរណ៍ដូចជា Oppo OnePlus Realme Xiaomi Redmi ឬក៏អីចឹងទៅវាមានជា China version វាមានជា global version ជាក់ស្ដែងដូចជាទូរស័ព្ទពីរគ្រឿងនៅក្នុងដៃខ្ញុំនេះចឹងមួយគ្រឿងខាងនេះគឺជា Oppo Find X8 Pro ជា global version ហើយមួយខាងនេះគឺជា Oppo Find X8 Pro ដូចគ្នាគឺជាប្រភេទ China version design របស់ទូរស័ព្ទហ្នឹងគឺវាអត់មានអីខុសគ្នាទេអ្វីដែលវាខុសគឺ software នៅផ្នែកខាងក្នុងតាមពិតវារត់ដោយ ColorOS interface របស់ VA ដូចគ្នាទាំងអស់ប៉ុន្តែចំណុចដែលខុសគ្នាគឺត្រង់ថា China version គឺប្រើប្រាស់សេវាកម្មទាំងអស់នៅក្នុងប្រទេសចិនអញ្ចឹងឧទាហរណ៍ដូចជាមុខងារ search មុខងារ AI អីផ្សេងគឺវាប្រើប្រាស់នៅ service នៅខាងប្រទេសចិនអញ្ចឹងនៅពេលដែលយើងត្រូវការ screen translate បកប្រែអីផ្សេងគឺវាប្រើប្រាស់នៅសេវាកម្ម Brino នៅខាងប្រទេសចិនគឺអត់ប្រើប្រាស់នៅសេវាកម្ម Google ដូចនៅលើទីផ្សារសកលទេហើយចំណុចខុសគ្នាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការ alert notification អញ្ចឹងជាធម្មតាប្រភេទ China version បែបនេះគឺវា alert notification រៀងយឺតជាងប្រភេទ global version នៅពេលដែលយើងយកទូរស័ព្ទនេះមកប្រើនៅលើទីផ្សារសកលដូចជាយកមកប្រើនៅក្នុងប្រទេសខ្មែរអញ្ចឹងចុះឧទាហរណ៍ថានៅពេលដែលមានគេផ្ញើសារមកយើងឬក៏ chat ឬក៏ call មកយើងតាមរយៈ app ដែលឆ្លងកាត់អ៊ីនធឺណិតវានឹង push notification អត់លឿនដូចជាប្រភេទ global version ទេដោយសារតែ global version គឺគេរុញ service ទៅខាង channel global ដែលចែកចាយមកប្រទេសយើង direct ផ្ទាល់ភ្លាមតែម្ដងប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាប្រភេទ China version បែបនេះ notification ទាំងអស់ហ្នឹងគឺគេរុញទៅខាងប្រទេសចិនសិនហើយបាន push ចូលមកក្នុងទូរស័ព្ទនេះបានអញ្ចឹងមានន័យថាវាត្រូវការដំណាក់កាល2តង់ដូច្នេះហើយជាធម្មតានៅពេលដែលយើងប្រើប្រាស់ជាប្រភេទ China version បែបនេះបញ្ហាដែលយើងជួបគឺ notification ដែលយើងទទួលបានរៀងយឺតយ៉ាវជាង global version ហើយអានេះគឺយើងនិយាយថា push notification នេះប៉ុន្តែបើសិនជាយើង call ជាប្រភេទ online call វិញឧទាហរណ៍ថាយើង call តាម Messenger call តាម WhatsApp call តាម Telegram អីចឹងទៅនៅពេលដែលភាគីម្ខាងទៀតគេ call មកយើងគេឃើញគេឮសំឡេងរោហើយប៉ុន្តែនៅលើទូរស័ព្ទនេះពេលខ្លះគឺអត់រោទេវាដាច់នៅ connection បែបហ្នឹងហើយវានៅមានចំណុចតូចមួយចំនួនទៀតតាក់ទងទៅនឹងការ set up ក៏ដូចជាការប្រើប្រាស់ជាធម្មតាទៅChina version បែបនេះនៅពេលដែលយើងទិញមកភ្លាមគឺបងប្អូនអត់មាន Play Store ទេអត់មាន Play Store ទេបងប្អូនត្រូវចូលទៅក្នុងកម្មវិធី App Market របស់ Oppo ដើម្បីធ្វើការដំឡើងកម្មវិធី Play Storeប៉ុន្តែវាអត់មានការ ban អីផ្សេងញ៉ៃអីច្រើនទេហើយឥឡូវហ្នឹងក៏យើងអត់ចាំបាច់ត្រូវការតម្លើង APK កម្មវិធី Play Store អីដែរដោយសារតែតាមពិតទៅ Google Mobile Service គឺមានតម្លើងស្រាប់នៅក្នុងទូរស័ព្ទអស់ហើយប៉ុន្តែវាត្រូវការ update ទៅលើការទាញយកនៅ Google Play Store ក៏ដូចជាការ update នៅ Google Play Service នៅក្នុងទូរស័ព្ទនឹងបន្ថែមចេញពី App Market ផ្ទាល់របស់ Oppo មកអញ្ចឹងនៅពេលដែលយើងត្រូវការ download អីផ្សេងគឺវាអត់សូវចោលជាបញ្ហាទេសម្រាប់នៅក្នុងពេលឥឡូវហើយមួយវិញទៀតសម្រាប់ម៉ាស៊ីន China version បែបនេះនៅពេលដែលយើងទិញមកភ្លាមចំណុចដែលជាបញ្ហាចោលមួយទៀតគឺកម្មវិធីចិនជាច្រើនមានដំឡើងស្រាប់នៅក្នុងទូរស័ព្ទនឹងតែម្ដងកម្មវិធីទាំងអស់ហ្នឹងភាគច្រើនគឺយើងអាចលុបបានទេវាគ្រាន់តែសាំញ៉ាំយើងតិចនៅពេលដែលយើងធ្វើការ reset ម៉ាស៊ីនអីផ្សេងគឺយើងត្រូវការលុបកម្មវិធីនឹងចោលប្រសិនបើមិនចាំបាច់ប៉ុន្តែវាក៏មានចំណុចវិជ្ជមានមួយចំនួនដែរសម្រាប់អ្នកដែលប្រើប្រាស់ China version ជាធម្មតា China version ឧទាហរណ៍ដូចជា Oppo អញ្ចឹងដោយសារតែ developer របស់ Oppo គឺ base station របស់គេនៅខាងប្រទេសចិនមកអញ្ចឹងនៅពេលដែលគេ release software update អីផ្សេងគឺ China version ទទួលបានមុនគេអញ្ចឹងគឺយើងទទួលបាន function ទទួលបាននៅ software update រៀងមុនគេទទួលបានការប្រើប្រាស់នៅ function ថ្មីមុនពេលដែល global version ទទួលបានចំណុចវិជ្ជមានមួយទៀតគឺដោយសារតែទូរស័ព្ទនេះគឺគេផលិតឡើងសម្រាប់ដាក់លក់តែនៅទីផ្សាររបស់ប្រទេសចិនទេអញ្ចឹងហើយគេបិទនៅសេវាកម្ម Google គេអត់ចាំបាច់ចំណាយទៅលើសេវាកម្ម Google ឬក៏ global register អីផ្សេងអញ្ចឹងតម្លៃទូរស័ព្ទនេះក៏វាធូរជាងតម្លៃទូរស័ព្ទ global version ដែលដាក់លក់នៅក្នុងប្រទេសយើងដែរអញ្ចឹងសួរថារវាងទូរស័ព្ទ China version មួយ global version បើសិនជាយើងនិយាយពីថាតើមួយណាល្អជាងតាមពិតវាដូចតែគ្នាទេដោយសារអី hardware វានៅខាងក្នុងដូចគ្នាស្ទើរតែ 100% លើកឡើងតែរឿងចំណុចមួយទេអានេះវាអត់មាន eSIM ទេ China version ប៉ុន្តែ global version មាន eSIM គឺយើងអាចប្រើប្រាស់ eSIM បានអញ្ចឹងអានឹងជា point តែខុសគ្នាមួយទៀតប៉ុន្តែសួរថាបើសិនជាតាក់ទងជាមួយនឹងការប្រើប្រាស់ទូទៅ performance ដំណើរការអីទូទៅវាមិនខ្មិចការប្រើប្រាស់ថាមពលថ្មវាមិនខ្មិចអីមិនតាមពិតគឺវាប្រហាក់ប្រហែលគ្នាច្រើនមែនតើទាំងសមត្ថភាពកាមេរ៉ាអីផ្សេងក៏អត់មានអីដែលថាជាចំណុចដែលខុសគ្នាអីច្រើនដែរដោយសារ hardware វាដូចគ្នា software ដូចគ្នាគ្រាន់តែវាផ្លាស់ប្ដូរនៅ service មួយចំនួននៅក្នុងទូរស័ព្ទនឹងតែប៉ុណ្្នឹងឯងអញ្ចឹងវាអត់សូវជាប៉ះពាល់ទៅលើការប្រើប្រាស់អីប្រហែលទេប៉ុន្តែសួរថាចុះធ្វើម៉េចបានយើងអាចមើលដឹងថាមួយណាជា global version
មួយណាជា China version អញ្ចឹងជាធម្មតានៅពេលដែលបងប្អូនចូលមកក្នុង setting ខ្ញុំគិតថាបងប្អូនប្រហែលជាអត់ចាប់អារម្មណ៍នៅលើចំណុចខុសគ្នាដោយសារតែព័ត៌មាននៅលើហ្នឹងដូចគ្នាស្ទើរតែទាំងអស់លើកលែងតែទំហំផ្ទុកឯដែលពេលខ្លះទៅវាខុសគ្នាប៉ុន្តែមានចំណុចមួយដែលខ្ញុំចង់ឲ្យបងប្អូនកត់សម្គាល់នៅក្នុងការមើលទូរស័ព្ទជាប្រភេទ global version ឬក៏ China version ចំណុចដែលសំខាន់ជាងគេគឺ model មានន័យថា model number របស់វាថាតើវាផ្ដើមដោយអក្សរអីអញ្ចឹងជាធម្មតាដូចជា global version នៅខាងឆ្វេងដៃខ្ញុំនេះ global version នេះគឺវាផ្ដើមកន្លែង model វាផ្ដើមដោយអក្សរ CPA និយាយរួមទៅទូរស័ព្ទ Oppo ឲ្យតែជាប្រភេទ global version ទាំង OnePlus ក៏អញ្ចឹងដែរ global version គឺត្រូវតែផ្ដើមដោយអក្សរ CPA អត់អាចផ្ដើមដោយអក្សរអីផ្សេងបានទេជាក់ស្ដែងនៅពេលដែលយើងមកមើល China version វិញគឺយើងនឹងឃើញអក្សរ PKC អញ្ចឹង PKC នេះគឺជា version សម្រាប់ប្រទេសចិនមិនមែនជា version សម្រាប់លក់នៅលើទីផ្សារសកលទេប៉ុន្តែសួរថានៅពេលដែលយើងប្រើប្រាស់នៅទូរស័ព្ទជាប្រភេទ China version ឬក៏ global version វាមានផលប៉ះពាល់អីវាអត់មានផលប៉ះពាល់អីទេដោយសារតែជាធម្មតាឥឡូវខ្ញុំឧទាហរណ៍ខ្ញុំបញ្ជាក់ចុះតាក់ទងជាមួយនឹង app ធនាគារអីផ្សេងគឺនៅលើ China version នៅលើ global version គឺយើងអាចប្រើប្រាស់បានដូចគ្នាដោយសារតែមិនថា China version ឬក៏ global version ទេគឺប្រភេទ official បែបនេះគេហៅថាម៉ាស៊ីនផ្លូវការឬក៏ software ផ្លូវការបែបនេះគឺវាទទួលបាននៅការ update Android security patch ប្រចាំខែវាទទួលបាននៅការ update ប្រព័ន្ធសុវត្ថិភាពតាក់ទងជាមួយនឹងការថែទាំទិន្នន័យការការពារទិន្នន័យប្រចាំខែឬក៏រៀងរាល់យ៉ាងយូរបំផុត3ខែម្ដងគឺត្រូវតែទទួលបានការ update software ហើយជាធម្មតាប្រភេទ flagship បែបនេះភាគច្រើនគឺមួយខែត្រូវតែទទួលបានការ update ទៅលើ Android security patch ហើយជាមួយនឹងការ update ទៅលើការ optimize software ទូទៅពាក់ព័ន្ធជាមួយនឹងកាមេរ៉ាឬក៏ផ្នែកផ្សេងជាច្រើនទៀតអញ្ចឹងហើយការ update នៅ Android security patch ឬក៏ Google security patch ហ្នឹងគឺវាជាចំណុចដែលជាស្ពាននៅក្នុងការប្រើប្រាស់នៅ app ធនាគារដែលគេហៅថា verify ពាក់ព័ន្ធជាមួយនឹងផ្នែកសុវត្ថិភាពប៉ុន្តែប្រសិនបើយើងប្រើ version ផ្សេងក្រៅពីពីរហ្នឹងយើងអាចនឹងជួបបញ្ហាអូខេឥឡូវ global version ក៏ដូចជា China version គឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលមកដល់ម៉ាស៊ីនមួយប្រភេទទៀតយើងហៅថា global firmware តាមពិតទៅមានបងប្អូនមានការភ័ន្តច្រឡំដែរអញ្ចឹងហើយនៅក្នុងវីដេអូនេះខ្ញុំក៏សង្ឃឹមថាវាអាចជាគំនិតសម្រាប់បងប្អូននៅក្នុងការពិចារណាដែរ global firmware ខ្ញុំសូមបញ្ជាក់ថងមួយថាបច្ចុប្បន្នគឺមានតែនៅលើទូរស័ព្ទ OnePlus តែមួយគត់ទូរស័ព្ទផ្សេងគឺមិនមាន global firmware ទេដោយសារហេតុអីគឺគេបិទមិនឲ្យផ្លាស់ប្ដូរ firmware អញ្ចឹងអាហ្នឹងគឺជាមូលហេតុធំហើយតែ OnePlus ក៏ត្រូវប្រយ័ត្នដែរថាពិតជា global firmware ឬក៏អត់ global firmware ដែលត្រឹមត្រូវគឺមានតែ global firmware ដែលធ្វើឡើងនៅលើទូរស័ព្ទដូចគ្នាដែលមានដាក់លក់នៅក្នុងប្រទេសចិនផងនៅក្នុងទីផ្សារសកលផងខ្ញុំឧទាហរណ៍ដូចជា OnePlus 11 12 13 15អញ្ចឹងប្រភេទ OnePlus series បែបនេះគឺច្រើនតែមាន global firmware ដោយសារ hardware ម៉ាស៊ីនរបស់ OnePlus ដែលដាក់លក់នៅចិនជាមួយ hardware ម៉ាស៊ីនដែលដាក់លក់នៅខាងក្រៅគឺអត់មានចំណុចខុសគ្នាទេអញ្ចឹងហើយ OnePlus គឺតែងតែបញ្ចេញនៅ software ដែលអាចឲ្យគេធ្វើការផ្លាស់ប្ដូរនៅក្នុងម៉ាស៊ីនខ្លួនឯងបានអញ្ចឹងហើយអ្នកដែលមានជំនាញមុំគេអាចធ្វើការផ្លាស់ប្ដូរ firmware ឧទាហរណ៍ថាយើងទិញទូរស័ព្ទ OnePlus ពីប្រទេសចិនឧទាហរណ៍ដូចខ្ញុំធ្លាប់មានបទពិសោធន៍3គ្រឿងតាក់ទងជាមួយនឹងការ flash firmware តាំងពី OnePlus 9RT OnePlus 10R OnePlus 12អញ្ចឹងគឺខ្ញុំទិញពីចិនមកហើយខ្ញុំយកមកដល់ខ្ញុំធ្វើការផ្លាស់ប្ដូរ firmware ដោយខ្លួនឯងមានន័យថាខ្ញុំ download Oxygen OS យកមកផ្លាស់ប្ដូរនៅលើទូរស័ព្ទ OnePlus ដែលដំណើរការដោយ ColorOS ប៉ុន្តែគ្រាន់ថាដំណាក់កាលខ្ញុំសូមអត់បង្ហាញទេដោយសារវាស្មុគស្មាញច្រើនហើយក៏ខ្ញុំអត់ចង់ឲ្យបងប្អូនធ្វើការបន្ថយនៅក្នុងការ flash firmware ដោយខ្លួនឯងដែរដោយសារតែនៅពេលដែលយើង flash firmware មានបញ្ហាឬក៏ខុសបច្ចេកទេសទូរស័ព្ទហ្នឹងគឺប្រើអត់កើតតែម្ដងអញ្ចឹងហើយវាជាចំណុចហានិភ័យខ្ពស់មែនតើអញ្ចឹងវាទាមទារបច្ចេកទេសតាក់ទងជាមួយនឹងកូដតាក់ទងជាមួយ comment អីច្រើនដើម្បីធ្វើការផ្លាស់ប្ដូរបានអញ្ចឹងការផ្លាស់ប្ដូរដូចខ្ញុំគេហៅថាការផ្លាស់ប្ដូរ official global firmware ចូលនៅក្នុងម៉ាស៊ីនរបស់ចិនអញ្ចឹងសួរថាការផ្លាស់ប្ដូរត្រឹមត្រូវបែបហ្នឹងវាទទួលបានអត្ថប្រយោជន៍អីនៅពេលដែលយើងប្រើប្រាស់នៅ global firmware នៅលើម៉ាស៊ីនដូចគ្នាបែបហ្នឹងគេហៅថា global firmware ផ្លូវការដោយសារយើងអត់មានធ្វើការផ្លាស់ប្ដូរឬក៏ root ម៉ាស៊ីនទេម៉ាស៊ីនហ្នឹងគឺវាដូចទៅនឹងម៉ាស៊ីន global version 100%វាអាចថាមិនមែន100ទេវាមានចំណុចមួយចំនួនដែលខុសគ្នាដូចជានៅក្នុងប្រទេសចិនគេអត់ប្រើ eSIM ទេអញ្ចឹងហើយនៅពេលដែលយើងយក software ផ្លូវការនៅខាងក្រៅយកមកដាក់នៅក្នុងម៉ាស៊ីនរបស់ចិនយើងអាចនឹងឃើញមុខងារ eSIM ប៉ុន្តែមុខងារ eSIM ហ្នឹងគឺអត់ដំណើរការទេដោយសារវាខ្វះ hardware eSIM ប៉ុន្តែសួរថាវាចោទជាបញ្ហាសម្រាប់ម៉ាស៊ីនអត់វាអត់ចោទជាបញ្ហាទេគេនៅតែហៅថាវាជា version ផ្លូវការឬក៏ official global firmware
ចឹងការទទួលបាន OTA update គឺធម្មតាទាំងអស់ប៉ុន្តែឧទាហរណ៍ថាបងប្អូនទៅទិញទូរស័ព្ទ OnePlus 15S ដោយសារតែ OnePlus 15S គឺជា version ដែលមានលក់នៅចិនផងមានលក់នៅទីផ្សារសកលផងប៉ុន្តែឈ្មោះវាខុសគ្នាត្រង់ថានៅចិនគេហៅថា OnePlus 15T ទីផ្សារសកលគេហៅថា OnePlus 15S ម៉ាស៊ីនពីរហ្នឹងមើលទៅរូបរាងដូចគ្នាទាំងអស់ប៉ុន្តែមាន hardware ដែលខុសគ្នាមួយចំនួនអញ្ចឹងហើយនៅពេលដែលយើងយក firmware global យកមកដាក់នៅលើម៉ាស៊ីន China គឺវានឹងប៉ះទង្គិចដោយសារអី hardware កាមេរ៉ាផ្នែកខាងមុខខុសគ្នាហើយវាមានផ្នែកផ្សេងៗមួយចំនួនដែលខុសគ្នាតាក់ទងជាមួយនឹងថាមពលថ្មឬក៏ល្បឿនសាកថ្មអីផ្សេងៗក៏វាខុសគ្នាដែរអញ្ចឹងសួរថាហានិភ័យកើតឡើងនៅពេលណាកើតឡើងនៅពេលប្រសិនបើយើងទទួលបាន OTA update លើក្រោយម៉ាស៊ីននឹងអាចគៀងប៉ុន្តែអ្នកលក់គាត់អាចនឹងធ្វើការដោះស្រាយបញ្ហានឹងឲ្យយើងតាមរយៈការចាក់សោម៉ាស៊ីនហ្នឹងកុំឲ្យទទួលបាន software update ព្រោះកាលណាមាន software update ទៅគេខ្លាចថាទូរស័ព្ទយើងមានបញ្ហាអញ្ចឹងអាហ្នឹងគឺជា global firmware ដែរប៉ុន្តែគេហៅថាជា global modified firmware ដោយសារតែនៅពេលដែលគេដំឡើង firmware global ចូលទៅក្នុងម៉ាស៊ីនចិនហ្នឹងហើយគេត្រូវធ្វើការដំឡើង driver កាមេរ៉ា selfie ចូលទៅក្នុងម៉ាស៊ីនហ្នឹងដើម្បីដោះស្រាយបញ្ហាគេត្រូវដំឡើង driver សាកថ្មដំឡើង driver ថ្មដែលមានថាមពលខុសគ្នាចូលទៅក្នុងម៉ាស៊ីនហ្នឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងកុំឲ្យយើងជួបបញ្ហានៅថ្ងៃក្រោយហើយយើងមករកហាងគេទៀតអាហ្នឹងគឺជាចំណុចដែលធំមែនទែនវាអាចប៉ះពាល់រឿងយើងរឿងមួយថងថានៅពេលថ្ងៃក្រោយទៅស្រាប់តែយើងអត់ទទួលបានការអាប់ដេតអីទេដល់ពេលយើងប្រើ app ធនាគារនៅក្នុងហ្នឹងឥឡូវឆ្នាំ2026 ABA ធ្វើការអាប់ដេតនៅកម្មវិធី ABA Mobile របស់គាត់ហើយគេកំណត់ថាទូរស័ព្ទដែលមាន Android Security Patch ចាប់ពីឆ្នាំ2025ឡើងមកទើបអាចប្រើប្រាស់កម្មវិធី ABA Mobile នឹងបានប៉ុន្តែជាក់ស្ដែងទូរស័ព្ទដែលយើងកំពុងប្រើហ្នឹងវាមាននៅ Android Security Patch នៅឆ្នាំ2024អញ្ចឹងយើងអាចប្រើ app ធនាគារមួយនឹងបានទេដោយសារ Android Security Patch របស់យើងទាបជាងអ្វីដែលជាតម្រូវការរបស់ app ធនាគារអញ្ចឹងអាហ្នឹងគឺជាបញ្ហាសំខាន់ដែលត្រូវចោទមែនតើហើយខ្ញុំលើកឡើងនៅចំណុចទាំងអស់ហ្នឹងដោយសារតែប្រហែលថ្ងៃមុនមានបងប្រុសម្នាក់គាត់ឆាតមកខ្ញុំគាត់សួររឿងបញ្ហាទូរស័ព្ទរបស់គាត់ដែលគាត់អត់ទទួលបានការអាប់ដេតទេតាំងពីឆ្នាំ2024អញ្ចឹងអាហ្នឹងគឺជាបញ្ហាដោយសារអីគាត់ប្រើប្រាស់នៅទូរស័ព្ទ Oppo Find X7 គាត់ថានៅពេលគាត់ទិញគេថាអាហ្នឹងជា global firmware ហើយខ្ញុំចាប់ផ្ដើមមានចម្លើយមួយឲ្យគាត់តែម្ដងថាវាអាចជាការកុហកវាអាចជាអ្វីដែលអ្នកលក់អត់ដឹងដោយសារពេលខ្លះខ្ញុំអត់ចោទអ្នកលក់ទាំងអស់ទេថាការប្រើប្រាស់ពាក្យរបស់គាត់ត្រឹមត្រូវឬក៏អត់ដោយសារអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូនគឺមិនមែនតែបច្ចុប្បន្នហ្នឹងទេកាលពីមុនក៏ដោយ Oppo គឺអត់អាចធ្វើការផ្លាស់ប្ដូរ firmware បានទេអញ្ចឹង Oppo 100% គឺអត់មាន global firmware ទេគឺមានតែ global version ហើយជាមួយនឹង China version global version គឺដាក់លក់ខាងក្រៅប្រទេសចិនហើយ China version គឺសម្រាប់ដាក់លក់នៅក្នុងស្រុករបស់គេគឺនៅក្នុងប្រទេសចិនហើយ Oppo គឺបញ្ឈប់ការលក់ Oppo Find X series នៅត្រឹម Find X5 Pro ដែលលក់នៅក្នុងប្រទេសយើងហើយ Find X6 Find X7 គឺលែងមាន global version ហើយនៅប្រទេសណាក៏អត់មានលក់ដែរអត់មានលក់ global version ទេចាប់ពី Find X8 ឡើងមកទើបមាន global version អញ្ចឹងនៅពេលដែលគេលក់ទូរស័ព្ទ Oppo Find X7 គេប្រាប់ថាជា global firmware ឬក៏ជា global version អញ្ចឹងវាជាការកុហកឬក៏ពេលខ្លះហាងគាត់យកពីប្រទេសក្រៅមកគឺគេដោះស្រាយបញ្ហាមួយចំនួនចោលហើយដើម្បីឲ្យយើងអាចប្រើប្រាស់សេវាកម្ម Google បានប៉ុន្តែទូរស័ព្ទប្រភេទហ្នឹងគេហៅថាជា modified version ដោយសារទី1 Oppo Find X7 ហ្នឹងគឺអត់មាន firmware ដែលចេញមកខាងក្រៅផ្លូវការទេអត់មាន global version ដូច្នេះវាអត់អាចមាន global firmware ទេអញ្ចឹងអ្វីដែលគេអាចធ្វើបានគឺគេយកទូរស័ព្ទ Oppo Find X7 software ColorOS នៅក្នុងប្រទេសចិនហ្នឹងយកមកធ្វើការកែតម្រូវផ្លាស់ប្ដូរសេវាកម្មពីប្រទេសចិនទៅជាការប្រើប្រាស់សេវាកម្ម Google នៅប្រទេសក្រៅអញ្ចឹងគេដោះស្រាយចំណុចហ្នឹងគឺដើម្បីឲ្យយើងទទួលបាននៅ notification រៀងលឿនហើយមួយទៀតគេដំឡើងនៅ Google Play ឲ្យហើយនៅក្នុងទូរស័ព្ទហើយនៅពេលដែលយើង reset ម៉ាស៊ីនទៅក៏វាអត់បាត់នៅអា Google Play Store ហ្នឹងដែរអញ្ចឹងគឺវានៅតែមានទោះបីជាយើង reset ម៉ាស៊ីនហើយក៏នៅតែមានដែរប៉ុន្តែចំណុចដែលយើងបាត់បង់ធំជាងគេអីគេការ update software modify firmware គឺអាចទទួលបាននៅ software update ទេដោយសារតែវាដាច់នៅ channel ផ្លូវការពីខាងក្រុមហ៊ុនរបស់គេហើយអញ្ចឹងវា update ទាំង Android ក៏អត់បាន update ទាំង security ក៏អត់បាន update ColorOS ផ្ទៃក្នុងរបស់ Oppo ដែលពាក់ព័ន្ធជាមួយនឹងមុខងារថ្មីដែលគេ design ដើម្បីឲ្យបទពិសោធន៍នៃការប្រើប្រាស់របស់យើងកាន់តែប្រសើរហ្នឹងក៏វាអត់បានដែរអញ្ចឹងនៅពេលដែលយើងទិញទូរស័ព្ទហ្នឹងមកតម្រង់មិនគឺយើងនឹងរក្សាតម្រង់ដើមនឹងតតែគឺយើងអាចផ្លាស់ប្ដូរបានទេសួរថាតើយើងចង់ដោះស្រាយបញ្ហាហ្នឹងធ្វើម៉េចគឺមានតែទៅរកជាងជំនាញធ្វើការ flash official firmware ចូលមកក្នុងទូរស័ព្ទនឹងវិញអាហ្នឹងគឺដោះស្រាយបានហើយអញ្ចឹងហើយនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់សរុបមកវិញគឺគ្រាន់តែចង់ឲ្យបងប្អូនយល់កាន់តែច្បាស់ពី
global version China version global firmware ក៏ដូចជា modified firmware global version គឺជាជម្រើសទូរស័ព្ទដែលងាយស្រួលប្រើជាងគេវាគ្រាន់តែយើងត្រូវការចំណាយលុយយើងច្រើន China version តម្លៃយើងធូរជាងគេប៉ុន្តែយើងអត់ទទួលបាននៅសេវាកម្ម Google ផ្លូវការកម្មវិធីដំឡើងមកពាក់ព័ន្ធជាមួយនឹងកម្មវិធីចិនរៀងច្រើនហើយយើងត្រូវការដំឡើងនៅ Google Play Store នៅពេលដែលយើង activate ម៉ាស៊ីនឬក៏ reset ម៉ាស៊ីនហើយ notification ការខលចេញចូលអីផ្សេងៗពេលខ្លះវារៀងយឺតនៅពេលដែលកម្មវិធីទាំងអស់ហ្នឹងវាត្រូវការសេវាកម្មពីអ៊ីនធឺណិតដោយសារតែវាត្រូវការ transfer service ពី global ទៅ China ពី China មក global វិញអញ្ចឹងវាចំណាយពេលរៀងច្រើនហើយមួយវិញទៀត global firmware ជាចំណុចដែលប្រយ័ត្នត្រង់ថានៅពេលដែលបងប្អូនទិញបងប្អូនត្រូវច្បាស់ថាទូរស័ព្ទហ្នឹង China ជាមួយនឹង global តើវាដូចគ្នា 100% អត់ហើយអ្នកលក់ពិតជាអះអាងថាយើងទទួលបានការ update OTA ពិតប្រាកដមែនអត់បើសិនជា update បានមែនអាហ្នឹងគឺវាជា official global firmware ប៉ុន្តែបើសិនជា update អត់បានមានន័យថា global modified firmware អញ្ចឹងវាអាចនឹងប៉ះពាល់ទៅលើការ update ដោយសារតែ hardware ម៉ាស៊ីនវាអាចនឹងខុសគ្នាឬក៏គេធ្វើការផ្លាស់អត់ត្រឹមត្រូវអីចឹងគឺយើងអត់ទទួលបានការ update ទេប៉ុន្តែចំណុចដែលយើងត្រូវប្រយ័ត្នបំផុតគឺ China modified firmware ដែលជាចំណុចដ៏សើបហើយបច្ចុប្បន្នមានពីរករណីមិនមែនមានតែមួយករណីខ្ញុំលើកឡើងដែលគាត់អត់ទទួលបាន software update ហ្នឹងទេមានករណីមួយទៀតគឺ modify firmware ដែរឧទាហរណ៍ដូចជា modify កែប្រែព័ត៌មាននៅក្នុងទូរស័ព្ទOppo Reno 5 5G RAM 16GB memory 1TB អាហ្នឹងគឺគេហៅថា modify firmware ដូចគ្នា modify ដើម្បី fake information មានថាកែប្រែព័ត៌មានពិតប្រាកដនៅក្នុងទូរស័ព្ទដំឡើង spec ឲ្យយើងមើលទៅឃើញថាធំប៉ុន្តែជាក់ស្ដែងពេលខ្លះ RAM វា 6GB memory 128យើងដោតចូលកុំព្យូទ័រឬក៏ប្រើប្រាស់កម្មវិធី CPU-Z យើងនឹងឃើញថាអូតាមពិតគឺអញ្ចឹងសោះអញ្ចឹងហើយវាជាចំណុចដែលយើងត្រូវប្រយ័ត្នមែនតើនៅពេលដែលយើងទិញទូរស័ព្ទជាពិសេសនៅពេលដែលទិញទូរស័ព្ទតម្លៃយើងធូរប្រយ័ត្នតិចទៅព្រោះពេលខ្លះទូរស័ព្ទកាន់តែធូរវាអាចនឹងមានករណីខ្លាំងបន្លំនៅផ្នែកខាងក្នុងហ្នឹងកាន់តែជ្រៅកាន់តែពិបាកស្វែងយល់អញ្ចឹងមុំបើពិចារណា global version បានពិចារណា global version បើសិនជាគិតថាចង់បានម៉ាស៊ីនរៀងខ្លាំងហើយលះបង់នៅការទទួល notification រៀងលឿននឹងបានអញ្ចឹងយើងប្រើ China version ប៉ុន្តែប្រសិនបើបងប្អូនយល់រៀងច្បាស់បងប្អូនអាចប្រើប្រាស់នៅ global firmware ក៏បានដែរដោយសារតែ global firmware វាទទួលបានបទពិសោធន៍ដូច global version ប៉ុន្តែយើងចំណាយដូចការទិញ China version វា hybrid system មានថា hardware ចិន software global វាដំណើរការ 100% ទទួលបាន OTA ប៉ុន្តែបើសិនបើបងប្អូនគិតថាខ្លួនឯងអត់ទាន់ជំនាញគ្រប់គ្រាន់នៅក្នុងការប្រៀបធៀបរវាងទូរស័ព្ទដែលដាក់លក់នៅចិនជាមួយនឹងទូរស័ព្ទដែលដាក់លក់នៅលើទីផ្សារសកលទេខំបន្ថយទិញ global firmware ប្រយ័ត្នប៉ះនៅ global modified firmware ឬក៏ China modified firmware អាហ្នឹងគឺជាចំណុចពិបាកនៅក្នុងការដោះស្រាយអូខេអញ្ចឹងវីដេអូមួយនឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះនឹងក្លាយទៅជាប្រយោជន៍ច្រើនសម្រាប់បងប្អូននៅក្នុងការស្វែងយល់ដូចជាពិចារណាបន្ថែមទៅលើការជ្រើសរើសទូរស័ព្ទហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ